បាទសូមត្រេកបងប្អូនបាទនៅក្នុងคลิปវីដេអូនេះចង់ផ្ដល់បទពិសោធន៍ចែកជូនប្រជាកសិករក៏ដូចជាបងប្អូនខ្លះបាទសម្រាប់ធ្វើមុខរបរមួយហៅថាប្រកាន់មុខរបរជីវកម្មតខ្លួនជារបរចាំមន្ត្រែអញ្ចឹងបងប្អូនស្ដាប់វីដេអូនេះទាំងអស់គ្នាបងប្អូនទទួលបាននៅប្រយោជន៍ក៏ដូចជាទទួលបាននៅចំណេះដឹងបើសិនជាវីដេអូនេះបងប្អូនពេញចិត្តបងប្អូនអាច share ម្នាក់មួយបាទឬក៏ចុច comment មកតែខាងក្រៅបងប្អូនណាបាទអញ្ចឹងសម្រាប់ការផលិតពូជមាន់បាទអញ្ចឹងបងប្អូនដឹងហើយគឺជ្រើសរើសពូជណាដែលសមស្របទៅលើទីផ្សារជ្រើសរើសពូជណាដែលពុំមានការជន់ឈាមបាទជ្រើសរើសពូជណាដែលមានបែកមេរងបាមិនជាប់ខ្សែតម្លៃគ្នាបងប្អូនបាទជាពូជមាន់ស្រែស្គួយមាន់សំពៅបាទហៅថាមាន់ស្រែខ្មែរយើងបងប្អូនអញ្ចឹងក្នុងតោះនេះចង់បង្ហាញបងប្អូនថាតើចំណាយប៉ុន្មានបាទចំណាយប៉ុន្មានសម្រាប់មេ100ក្បាលបាទមេ100ក្បាលបាទ17ក្បាលបងប្អូនណាបាទចំណាយទៅលើអ្វីបងប្អូនហើយបាទការទិញខ្ញុំឲ្យរៀបរាប់គឺតម្លៃទិញទេគឺខ្ញុំរៀបរាប់ទៅលើចំណាយមន់បាទបងប្អូន
បំរុងបែបនេះបងប្អូនបញ្ជាក់បងប្អូនក្នុងវីដេអូនេះគឺខ្ញុំអត់លក់ទេបងណាអត់លក់ទេបាទខ្ញុំលក់តែមេកំមុំមេចតុងនោះដូចខាងនោះណាបាទហើយបងប្អូនយកទៅកម្មវិធីនេះបងប្អូនអាចយកធ្វើដូចខ្ញុំដែរណាបាទធ្វើដូចដើម្បីចំណាយនេះដើម្បីរកចំណូលអំពីបាទដើម្បីជំរុញទៅលើហៅថាភាពសាំជំរុញទៅលើភាពស៊ាំដែលវាស្គាល់គ្នាស្គាល់មេស្គាល់បាបាទឬក៏ដឹងថាមួយណាវាទឹកខ្សោយឈឺមិនឈឺយើងកាត់ចោលយើងយកដកចាញ់បងប្អូនណាទើបយើងយកទៅប្រកាសពូជបានបងប្អូននេះជាវីដេអូចែករំលែកចេញពីបទពិសោធន៍ប្រាំមកផ្ទាល់សម្រាប់បងប្អូនដែលជាកសិករក៏ជាបងប្អូនដែលគិតថាវីដេអូនេះអាចទទួលយកបានអានោះក៏បងប្អូនទទួលយកបើទទួលយកមិនបានបាទបងប្អូនបាទគឺខ្ញុំមិនមានអ្វីដែលសុំស្នើបងប្អូនទេបាទអញ្ចឹងមានការតាមដានហើយនឹងប្រឹងប្រែងខិតខំប្រឹងធ្វើប្រឹងផលិតប្រឹងបង្កើតទាំងអស់គ្នាបងប្អូនណាបាទអញ្ចឹងចង់បានចំណេញលុះត្រាតែហ៊ានចំណាយបងប្អូនបាទអរគុណច្រើនណាស់បាទវីដេអូចែកលេចទៅណាបាទអរគុណ